ไปที่บอนสงกรานต์โจรឆ្នាមនេះសង្ក្រាន្តគឺការកន្លងផុតទៅនៃខែឆ្នាំចាស់អស់ទៅយើងត្រូវទៅធ្វើពិធីបន់ចូលឆ្នាំថ្មីពិធីបន់សង្ក្រាន្តនេះគឺជាពិធីបន់3ថ្ងៃថ្ងៃដំបូងគឺជាថ្ងៃចូលឆ្នាំថ្ងៃទី2ថ្ងៃកណ្ដាលគឺថ្ងៃខ្វាក់ថ្ងៃ3គឺថ្ងៃឡើងសាក់ថាមិនបានថ្ងៃកណ្ដាលនេះជាថ្ងៃខ្វាក់ដូចជាឧបមាថាឆ្នាំចាស់វានៅត្រើយស្ទឹងខាងអាយហើយឆ្នាំថ្មីវានៅខាងនេះថ្ងៃខ្វាក់នៅចំកណ្ដាលស្ទឹងណាមកឆ្នាំចាស់អស់អំណាចឥទ្ធិពលហើយឆ្នាំថ្មីមិនទាន់មានមកដល់ដូចខ្វាក់មើលអត់ឃើញចឹងបើដល់ថ្ងៃឡើងសាក់បានទទួលសក្ការៈឆ្នាំថ្មីបើឆ្នាំចាស់គឺឆ្នាំម្សាញ់ឆ្នាំថ្មីគឺឆ្នាំមមីឡើងសក្ការៈអានេះមិនឡើងបន់ឡើងយកស័កញោមញាទេសក្ការៈឆ្នាំទេបងនេះក្នុងពិធីបន់ចូលឆ្នាំគេហៅថាបន់នក្ខត្តឫក្សនក្ខត្តឫក្សនឹងគឺបន់ដែលមនុស្សរស់នឹងគេសប្បាយរីករាយនឹងអាយុជីវិតរបស់គេដែលបានឆ្លងផុតពីឆ្នាំចាស់365ថ្ងៃហ្នឹងសេចក្តីទុក្ខមិនតែទុក្ខដែលលំបាកនឿយហត់នឹងបំពេញកិច្ចការងារអីពេញមួយឆ្នាំនោះមិនដែលបានសប្បាយចិត្តនឿយព្រួយទុក្ខអំពីគ្រោះថ្នាក់សពបែបសពយ៉ាងរឿងរ៉ាវសពបែបសពយ៉ាងដែលកើតឡើងក្នុងឆ្នាំចាស់នោះការស្មុគស្មាញនៅបញ្ហានៃជីវិតហើយបានឆ្លងផុតពីជំងឺសេចក្តីធំបំផុតឆ្លងផុតពីស្លាប់ឥឡូវយើងរួចអីណាឆ្នាំចាស់ឆ្លងផុតគ្រោះថ្នាក់ទាំងអស់